ឆាខ្វាយរមួលប្រឡាក់ល្ងបែបនេះបងប្អូនគឺថាញ៉ាំទៅកាន់តែឆ្ងាញ់ទៅញ៉ាំទៅឈ្ងុយជាមួយនឹងល្ងហើយសាច់នំវិញបងប្អូននៅស្ដាប់សលេងបានគឺស្រួយល្អខ្លាំងមែនតើសាច់នំនេះយើងទុកប្រហែលជា10នាទីទៅ15នាទីក៏សាច់នំរបស់យើងនៅតែស្រួយឆ្ងាញ់ដែរប៉ុន្តែបងប្អូនអ្នកគ្នាទុករៀងយូរជាងហ្នឹងគឺវាលែងស្រួយហើយចូលមកវិធីធ្វើហើយនឹងគ្រឿងផ្សំនេះវិញមុនដំបូងគឺខ្ញុំមកថ្លឹងទុកត្រជាក់ធម្មតា125ក្រាមឬក៏125មីលីលីត្រខ្នាត2ហ្នឹងគឺប៉ិនគ្នាទេបងប្អូនខ្ញុំចាក់ចូលក្នុងចានធំមួយចឹងទៅខ្ញុំថែមស្ករសចំនួន15ក្រាមហើយអំបិលនេះវិញខ្ញុំថ្លឹងដាក់តែ2ក្រាមទេអំបិលគឺយើងអត់ដាក់ច្រើនទេបងប្អូនដាក់ច្រើនពេកវាធ្វើឲ្យសាច់នំនឹងវាទៅជាប្រៃវិញខ្ញុំមកថ្លឹងមេនំប៉័ងខ្ញុំដាក់4ក្រាមហើយម្សៅដុតនំឬក៏ម្សៅ baking powder ហ្នឹងខ្ញុំដាក់4ក្រាមដូចគ្នាដោយសារខ្ញុំខ្ជិលដូរចានបងប្អូនចូលទៅខ្ញុំថ្លឹងទាំងអស់ហ្នឹង8ក្រាមតាំងពីមុខហ្នឹងប៉ុន្តែមុនដំបូងខ្ញុំដាក់ចូលជាមួយនឹងទឹកត្រជាក់គឺខ្ញុំប្រើតែមេនំប៉័ងទេមេនំប៉័ងខ្ញុំដាក់4ក្រាមអញ្ចឹងទៅហើយខ្ញុំកូរមេនំប៉័ងជាមួយនឹងទឹកត្រជាក់សិនកូរឲ្យវារលាយសព្វចូលគ្នាបន្តិចទៅហើយខ្ញុំផ្អាប់ទឹកមេនំប៉័ងហ្នឹងប្រហែលជា4ទៅ5នាទីបន្ទាប់ពីយើងបានផ្អាប់4ទៅ5នាទីមកមេនំប៉័ងវាឡើងពពុះអញ្ចឹងព្រោះវាមានពពុះអញ្ចឹងគឺមេនំប៉័ងរបស់យើងស្រស់វានៅល្អអញ្ចឹងយើងធ្វើនំទៅគឺនំរបស់យើងវាឡើងបានល្អដូចគ្នាដែរហើយម្សៅគឺខ្ញុំប្រើម្សៅមីខ្ញុំដាក់200ក្រាមស្មើនឹង2ខាំខ្ញុំចាក់ចូលក្នុងចានជាមួយនឹងទឹកមេនំប៉័ងហ្នឹងទៅហើយបន្ទាប់មកខ្ញុំដាក់ម្សៅដុតនំឬក៏ម្សៅ baking powder ដែលខ្ញុំបានថ្លឹងជាមួយមេនំប៉័ងហ្នឹងចំនួន4ក្រាមខ្ញុំច្បល់ម្សៅពីរហ្នឹងឲ្យវារៀងចូលគ្នាបន្តិចទៅចុងក្រោយគេគឺខ្ញុំប្រើប្រេងឆាខ្ញុំដាក់តែមួយល្ព្រាបាយទេប្រេងឆានេះបងប្អូនអាចជំនួសដោយប្រេងអូលីវឬក៏ជាប្រភេទប៊ឺក៏បានដែរសម្រាប់ខ្ញុំវិញគឺថាប្រើប្រេងឆាទៅបងប្អូនប្រេងឆាខ្ញុំដាក់មួយល្ព្រាបាយហើយខ្ញុំចាប់ដើមច្បល់ម្សៅឬក៏ច្របាច់ម្សៅហ្នឹងឲ្យវាស្អិតល្មួតចូលគ្នាបានល្អខ្ញុំចំណាយពេលច្របាច់ម្សៅនេះប្រហែលជា5ទៅ6នាទីគឺសាច់ម្សៅវាស្អិតល្មួតចូលគ្នាបានប៉ុណ្ណេះហើយគឺបានហើយបងប្អូនចាំបាច់ច្របាច់តតែម្សៅនឹងវាលែងស្អិតដៃឬក៏វាលែងវាឡើងអាឡូហ្មងគឺអត់ចាំបាច់ទេយើងគ្រាន់តែច្របាច់ម្សៅនឹងឲ្យតែវាស្អិតល្មួតចូលគ្នាប៉ុណ្ណឹងទៅគឺបានហើយខ្ញុំរៀបចំម្សៅនឹងជាដុំមួយស្អាតដោយសារតែចានដែលខ្ញុំលាយនឹងវាយ៉ាងធំពេកបងប្អូនអញ្ចឹងទៅគឺខ្ញុំដូរដាក់ចានរៀងតូចបន្តិចយើងយកផ្លាស្ទិកក៏បានថង់អីក៏បានឬក៏គម្របឆ្នាំងអីក៏បានដែរបងប្អូនយកមកគ្របវាចិត្តហើយយើងផ្អាប់វាចោលប្រហែលជា2ទៅ3ម៉ោងដើម្បីឲ្យសាច់ម្សៅរបស់យើងវាឡើងទំហំគុណ2ប៉ុណ្ណេះមកគឺបានហើយសាច់ម្សៅពេលដែលខ្ញុំបានផ្អាប់នេះខ្ញុំផ្អាប់រយៈពេល3ម៉ោងបងប្អូនថាសាច់ម្សៅឡើងបានល្អមែនតើហើយមុននឹងយើងច្របាច់ម្សៅនឹងម្ដងទៀតបងប្អូនគួរតែលាបដៃយើងជាមួយនឹងម្សៅមីក៏បានឬក៏ប្រើប្រេងឆាក៏បានដែរដើម្បីពេលដែលយើងច្របាច់ម្សៅនឹងវាស្អិតជាប់នឹងដៃរបស់យើងខ្លាំងពេកហើយនេះខ្ញុំចាប់ដើមរៀបចំម្សៅនឹងជាដុំមួយស្អាតឲ្យវាឡងស្អាតប៉ុណ្ណេះមកគឺបានហើយបងប្អូនហើយម្សៅដែលខ្ញុំបានរោយនៅខាងក្រោមនឹងគឺខ្ញុំប្រើម្សៅមីដូចគ្នាដែរយើងរោយតែបន្តិចទៅបានហើយយើងប្រឡាក់ឲ្យពេញសាច់ម្សៅខាងក្រៅយើងអត់ចាំបាច់ច្បល់ម្សៅជាមួយនឹងម្សៅដែលយើងបានរោយនឹងទៀតទេយើងគ្រាន់តែប្រឡាក់ឲ្យវាពេញនៅសាច់ម្សៅខាងក្រៅអញ្ចឹងទៅបានបងប្អូនដើម្បីកុំឲ្យវាស្អិតជាប់នឹងក្តារឬក៏ស្អិតជាប់នឹងដៃរបស់យើងខ្លាំងពេកម្សៅដែលខ្ញុំលាយគ្រឿងនេះវាមានសភាពទន់ប៉ុន្តែវាអត់មានស្អិតជាប់ដៃញ៉ៃញ៉ៃបតេបតាអីជាប់ដៃញ៉ៃញ៉ៃវាជ្រាយជ្រុលអីគឺអត់ទេបងប្អូនម្សៅរបស់យើងវាមានសភាពទន់អញ្ចឹងវាមានសំណើមមានសភាពទន់អញ្ចឹងគឺងាយស្រួលធ្វើណាសំខាន់ជាងគេគឺថាវាអត់ស្អិតញ៉ៃញ៉ៃនឹងហ្មងបងប្អូនហើយនេះខ្ញុំចាប់ដើមប្រកាតម្សៅនឹងឲ្យវារៀងស្ដើងមកល្មមដើម្បីឲ្យនំឆាខ្វៃរបស់យើងស្រួយឆ្ងាញ់គឺនៅត្រង់កន្លែងនេះដែរបងប្អូនពេលដែលយើងធ្វើកុំទុកឲ្យសាច់ម្សៅហ្នឹងវាក្រាស់ខ្លាំងពេកបើសិនជាយើងទុកឲ្យម្សៅហ្នឹងក្រាស់ពេលដែលបំពងទៅសាច់វាបែបយើងហាប់វាអត់សូវប៉ោងល្អហើយយើងញ៉ាំទៅក៏សាច់នំរបស់យើងវាអត់សូវស្រួយឆ្ងាញ់ដែរនេះបងប្អូនព្យាយាមសកាត់ម្សៅហ្នឹងឲ្យកាន់តែស្ដើងហើយពេលដែលយើងបំពងអូយគឺថាវាឡើងមកសាច់នំរបស់យើងវាស្ដើងអញ្ចឹងគាត់ញ៉ាំទៅបែបយើងស្រួយគឺឆ្ងាញ់ណាស់ហើយនំចាខ្វៃនេះដែរពេលដែលបងប្អូនអ្នកគ្នាធ្វើយើងធ្វើឲ្យភ្លាមថ្មីហ្នឹងញ៉ាំភ្លាមទៅសាច់នំគឺស្រួយឆ្ងាញ់ខ្លាំងមែនតើយើងទុកប្រហែលជា15នាទីឡើងលើគឺសាច់នំរបស់យើងវាលែងស្រួយវាទៅជាទន់វិញប៉ុន្តែពេលដែលយើងញ៉ាំទៅនៅតែឆ្ងាញ់ដូចគ្នាអញ្ចឹងបងប្អូនគាត់ថាបងប្អូនដែលចូលចិត្តញ៉ាំបែបយើងស្រួយយើងបំពងឲ្យថ្មីប្រហែលជា10នាទីទៅ15នាទីអីហ្នឹងញ៉ាំភ្លាមអញ្ចឹងទៅអូយគាត់ថាសាច់នំស្រួយឆ្ងាញ់ណាស់បែបរសជាតិរបស់វាបែបរៀងប្រៃឡំវាអត់ប្រៃខ្លាំងឯបែបឡំបងប្អូនអាចញ៉ាំលេងក៏បានឬក៏យើងញ៉ាំជាមួយនឹងកាហ្វេក៏បានទឹកដោះគោអីក៏បានដែរសម្រាប់បងប្អូនដែលចូលចិត្តធ្វើបបរអីចឹងញ៉ាំជាមួយនឹងបបរកាន់តែអែហ្មងចំពោះខ្ញុំនេះគេថាធ្វើញ៉ាំលេងទេបងប្អូនញ៉ាំតែមួយផ្លែតហ្នឹងគឺអស់ហើយដោយសារខ្ញុំធ្វើនេះម្សៅតែ2ខាំទេពេលដែលយើងធ្វើឆ្អិនទៅញ៉ាំគ្នាបានម្នាក់ទៅ2នាក់បងប្អូនញ៉ាំច្រើនម្នាក់ឯងគឺមិនល្មមបងប្អូនចំពោះគ្រឿងផ្សំដែលខ្ញុំធ្វើនេះគឺញ៉ាំជក់មាត់ណាស់អញ្ចឹងគឺយើងធ្វើម្សៅ2ខាំហើយញ៉ាំតែឯងបងប្អូនញ៉ាំច្រើនណាស់ញ៉ាំតែឯងគឺមិនល្មមបើសិនជាអត់សូវញ៉ាំច្រើនទេញ៉ាំ2នាក់គឺមិនល្មមដូចគ្នាបងប្អូនញ៉ាំលេងញ៉ាំនឹងអូយគាត់ថាខ្ញុំនិយាយតែបងប្អូនប៉ុន្តែសាច់នំនឹងគឺឆ្ងាញ់មែនតើហើយនេះចំពោះម៉ូតឆាខ្វៃនេះវិញមុនដំបូងគឺខ្ញុំបានយកចង្កឹះជ្រលក់ជាមួយនឹងទឹកត្រជាក់ធម្មតាយើងបៀកនៅកណ្ដាលផ្នែកកណ្ដាលម្សៅហ្នឹងដើម្បីឲ្យសាច់នំរបស់យើងពេលដែលយើងផ្អោបម្សៅហ្នឹងឬក៏ផ្គងម្សៅ
សៅនឹងពីរបញ្ចូលគ្នាទៅវាស្អិតជាប់គ្នាបានល្អហើយចុងក្រោយគេដើម្បីឲ្យសាច់នំរបស់យើងពេលដែលចៀនទៅវាញែកម៉ូតបានស្អាតខ្ញុំបានយកចង្កឹះជ្រលក់ជាមួយនឹងទឹកត្រជាក់ធម្មតាម្ដងទៀតហើយយើងយកមកពុះវាផ្នែកកណ្ដាលអញ្ចឹងទៅហើយវាពេលដែលយើងចៀនហ្នឹងគឺថាវាញែកម៉ូតមកបានស្អាតហើយម៉ូតថ្ងៃនេះដែរគឺខ្ញុំយកជាភេទម៉ូតរមួលអញ្ចឹងខ្ញុំប្រឡាក់ល្ងតែម្ខាងទេប្រឡាក់នៅផ្នែកដែលយើងយកចង្កឹះប្រឡាក់ជាមួយនឹងទឹកហ្នឹងបងប្អូននេះបានបង្ហាញក្នុងវីដេអូអញ្ចឹងវាមានសំណើមសាច់នំរបស់យើងវាមានសំណើមអញ្ចឹងយើងប្រឡាក់ជាមួយល្ងគឺវាជាប់ល្ងបានច្រើនហើយយើងរមូលវាប៉ុណ្ណឹងមកគឺបាននេះបងប្អូនអត់ចង់ញ៉ៃញ៉ៃច្រើនក៏យើងអាចគ្រាន់តែផ្អោបអញ្ចឹងហើយយើងដាក់បំពងឬក៏ដាក់ចៀនហ្មងក៏បានចូលមកការចំអិននេះវិញខ្ញុំទុកប្រេងឆានឹងឲ្យក្តៅសិនប្រេងឆាពេលដែលយើងចៀននំឆាខ្វៃនេះគឺដាក់ប្រេងឆាឲ្យច្រើនបងប្អូនយើងដាក់ច្រើនទៅគឺធ្វើឲ្យម៉ូតនំឆាខ្វៃរបស់យើងហ្នឹងវាឡើងវាសាច់ម្សៅរបស់យើងវាឡើងអស់អញ្ចឹងគឺថាម៉ូតរបស់យើងវាល្អដូចគ្នាដែរហើយប្រេងឆាមុននឹងដាក់សាច់ម្សៅចូលទៅចៀនបងប្អូនទុកប្រេងឆានឹងឲ្យក្តៅសិនប៉ុន្តែចំណុចពិសេសមួយដើម្បីឲ្យសាច់នំរបស់យើងវាល្អពេលដែលយើងដាក់សាច់នំទៅវាឡើងប៉ោងល្អវាអត់ឆាប់ក្រហមអីខ្លាំងមុនដំបូងពេលដែលយើងដាក់ប្រេងឆាហ្នឹងបងប្អូនលៃប្រេងឆាដាក់រៀងច្រើនបន្តិចទៅហើយភ្លើងហ្គាសគឺយើងបើកភ្លើងតិចបានហើយកុំបើកភ្លើងបខំភ្លើងដើម្បីឲ្យប្រេងឆានឹងឆាប់ក្តៅគឺកុំធ្វើអញ្ចឹងបងប្អូនថាធ្វើអញ្ចឹងគឺសាច់នំរបស់យើងអត់ល្អទេយើងដាក់ប្រេងឆាមកល្មមហើយយើងបើកភ្លើងតិចអញ្ចឹងទៅហើយយើងទុកពេលប្រហែលជា2 ទៅ 3 នាទីដើម្បីឲ្យប្រេងឆារបស់យើងក្តៅបានល្អយើងបោះដុំម្សៅតូចមួយចូលទៅពេលដែលដុំម្សៅនឹងវាអណ្តែតឡើងលើមកគឺថាប្រេងឆារបស់យើងល្អហើយបន្ទាប់មកយើងស្រង់ដុំម្សៅតូចនឹងចាញ់យើងដាក់សាច់នំឬក៏ដាក់សាច់ម្សៅឆាខ្វៃនឹងចូលទៅបំពងប្រហែលជា2 ទៅ 3 នាទីទេបងប្អូនថាសាច់នំវិញឡើងប៉ោងល្អខ្លាំងមែនទែនហើយរមួលបានស្អាតទៀតល្ងពេលដែលយើងបានប្រឡាក់ជាមួយនឹងនំឆាខ្វៃទៅគឺថាញ៉ាំកាន់តែឈ្ងុយបងប្អូនសាច់នំបែបប្រៃឡមឈ្ងុយ